ចំណុចសំខាន់គឺឥណ្ឌាគឺជាប្រទេសដែលអាចនាំចេញអង្ករចូលទីផ្សារពិភពលោកបានរហូតដល់ប្រមាណ22លានតោនក្នុងមួយឆ្នាំស្មើនឹង 30% នៃការនាំចេញអង្ករនៅលើពិភពលោកបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងមកចែករំលែកព័ត៌មានបាទចំណេះដឹងមួយទាក់ទងជាមួយនឹងប្រទេសដែលនាំចេញអង្ករបាទចូលទីផ្សារពិភពលោកច្រើនជាងគេជាប់ចំណាត់ថ្នាក់ទី1បាទអញ្ចឹងប្រទេសដែលនាំចេញអង្ករបាទអង្ករចូលទីផ្សារពិភពលោកច្រើនជាងគេបំផុតរហូតដល់22លានតោនបងប្អូនណា22លានតោនមិនតិចទេបាទរហូតដល់22លានតោននោះគឺប្រទេសឥណ្ឌាបាទប្រទេសឥណ្ឌាបានផ្អាកការផ្គត់ផ្គង់អង្ករចូលទីផ្សារពិភពលោកនឹងមួយរយៈដោយសារតែខ្វះអង្ករប្រទេសឥណ្ឌានឹងខ្វះតម្រូវការផលប្រជាជនក្នុងស្រុកប៉ុន្តែពេលនេះឥណ្ឌាបាទចាប់ពីឆ្នាំ2024ឥណ្ឌាចាប់ផ្ដើមនាំចេញអង្ករចូលទីផ្សារពិភពលោកវិញក្នុងតម្លៃប្រមាណ1តោនហ្នឹង$490បាទមួយតោនណាបាទការនាំចូលផនឥណ្ឌានាំអង្ករចូលនេះវាធ្វើឲ្យប្រទេសវៀតណាមប្រទេសថៃប្រទេសកម្ពុជាយើងក៏រងផលប៉ះពាល់ដែរពីព្រោះឥណ្ឌាគឺជាទីផ្សារធំរបស់ពិភពលោកបាទហើយមូលហេតុហ្នឹងដូចខ្ញុំរៀបរាប់អញ្ចឹងគឺឥណ្ឌាបិទការនាំចេញអង្ករគឺដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រជាជននៅក្នុងស្រុកបាទអង្ករយើងដឹងហើយអង្ករគឺជាគ្រាប់ធញ្ញជាតិមួយយ៉ាងដែលអាចចិញ្ចឹមជីវិតមនុស្សយើងនៅលើផែនដីរាប់ពាន់លានអ្នកណាក៏ត្រូវការអង្ករសម្រាប់ហូបដែរបាទហើយអង្ករដែលឥណ្ឌានាំចេញហ្នឹងទៅកាន់ទីផ្សារពិភពលោកនឹងមានរហូតដល់22លានតោនបាទច្រើនណាស់បងប្អូនណា22លានតោនមិនមែនតិចទេបាទបានន័យថា22លានតោននឹងស្មើនឹង 30% នៃឯណោះនៃទីផ្សារពិភពលោកនៃការនាំចូលអង្ករបងប្អូនណាស្មើនឹង 30% បងប្អូនបាទហើយសប្តាហ៍ថ្ងៃនេះឥណ្ឌាមានប្រជាជនរហូតដល់1000លានជាងបងប្អូនណា1000លានជាងអ្នកមិនមែនតិចទេប្រជាជនឥណ្ឌាមាន1000លានជាងហើយខ្ញុំរៀបរាប់អំពីប្រទេសឥណ្ឌាខ្លះទៅចុះប្រទេសឥណ្ឌាមានព្រំប្រទល់បាទមានព្រំប្រទល់ជាប់នឹងប្រទេសណាខ្លះបាទប្រទេសឥណ្ឌាមានព្រំប្រទល់ជាប់នឹងប្រទេសប៉ាគីស្ថានជាប់នឹងចិនជាប់នឹងនេប៉ាល់ជាប់នឹងភូតានបង់ក្លាដេសនិងជាប់នឹងមីយ៉ាន់ម៉ាផងដែរបាទនេះគឺជាប្រទេសឥណ្ឌាហើយកត្តាមួយចំនួនផ្សេងទៀតដែលឲ្យឥណ្ឌាផលិតស្រូវហ្នឹងបានច្រើនបាទទី1គឺដោយសារតែកត្តាអាកាសធាតុល្អនៅប្រទេសឥណ្ឌាហើយផ្ទៃដីឥណ្ឌាធំបាទផ្ទៃដីឥណ្ឌាធំល្អសម្រាប់ការប្រកបកសិកម្មបាទហើយផ្ទៃដីដែលអាចធ្វើកសិកម្មបានរបស់ឥណ្ឌាមានរហូតដល់150លានហិកតាឯណោះបាទអញ្ចឹងបងប្អូនខ្ញុំរៀបរាប់ប៉ុណ្ណឹងហើយចំណុចសំខាន់គឺឥណ្ឌាគឺជាប្រទេសដែលអាចនាំចេញអង្ករចូលទីផ្សារពិភពលោកបានរហូតដល់ប្រមាណ22លានតោនក្នុងមួយឆ្នាំស្មើនឹង 30% នៃការនាំចេញអង្ករនៅលើពិភពលោកអញ្ចឹងហើយវាធ្វើឲ្យប្រទេសផ្សេងរងផលប៉ះពាល់បាទរងផលប៉ះពាល់មែនទែនបើយើងគិតឲ្យដល់សូម្បីតែវៀតណាមសូម្បីតែថៃក៏រងផលប៉ះពាល់នៃការនាំចេញអង្ករឡើងវិញរបស់ឥណ្ឌានេះដែរបាទពីព្រោះមួយរយៈមុនអង្ករមានទីផ្សារល្អបាទប៉ុន្តែមួយរយៈក្រោយនេះដោយសារតែឥណ្ឌាបាទធ្វើការនាំអង្ករចេញវិញគឺធ្វើឲ្យយើងពិបាកទីផ្សារបងប្អូនពិបាកក្នុងការរកទីផ្សារអញ្ចឹងនេះគ្រាន់តែជាចំណេះដឹងបន្តិចបន្តួចទេបើសិនជាមានកន្លែងណាខុសឆ្គងបងប្អូនអាចខមមិននៅខាងក្រោមហើយជួយណែនាំខ្ញុំផងហើយខ្ញុំនឹងចូលទៅអានខមមិនបងប្អូនហើយចំណុចដែលខ្វះខាតខ្ញុំនឹងកែតម្រូវហើយសង្ឃឹមថាបងប្អូននឹងជួយកែតម្រូវខ្ញុំវិញដូចគ្នាបាទណាបងប្អូនណាបាទជាធម្មតាទេការនិយាយការស្រាវជ្រាវផងខ្ញុំវាអាចខ្វះចន្លោះបន្តិចបន្តួចឬក៏ខ្វះច្រើនកម្រិតណាវាជៀសមិនផុតទេបាទអញ្ចឹងសង្ឃឹមថាបងប្អូននឹងជួយកែតម្រូវហើយនឹងជួយគ្រប់គ្រង channel របស់ខ្ញុំបាទដោយចុច subscribe នៅខាងក្រោមបាទដើម្បីខ្ញុំចេញវីដេអូក្រោយៗទៀតសម្រាប់ចែករំលែកចំណេះដឹងបាទពីព្រោះ channel នេះដាក់ឈ្មោះថាពលរដ្ឋវិទ្យាបងប្អូនណាដើម្បីឲ្យបងប្អូនដឹងអំពីព័ត៌មានផ្សេង
ហើយនេះក៏ជាវីដេអូទី1របស់ខ្ញុំផងដែរសម្រាប់ការចែករំលែកនៃការធ្វើ content ចែករំលែកអំពីចំណេះដឹងបាទអញ្ចឹងជាចុងក្រោយសូមគោរពអរគុណនិងសូមជម្រាបលាបងប្អូនណាបាទ